ទីហ្វុងប៊ូឡូនៅវៀតណាមសម្រាប់មនុស្ស13នាក់និងរងរបួស46នាក់រដ្ឋាភិបាលបាននិយាយថាព្យុះទីហ្វុងប៊ូឡូបានបោកបក់កាត់ឆ្នេរសមុទ្រប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទដោយបានសម្លាប់មនុស្សចង្ខោចណាស់13នាក់និងរងរបួស46នាក់ខណៈដែលបានមកជាមួយខ្យល់បក់និងភ្លៀងបានបំផ្លិចបំផ្លាញផ្ទះសម្បែងផ្ដាច់បណ្ដាញអគ្គិសនីនិងផ្លូវទឹកទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថាព្យុះទីហ្វុងប៊ូឡូបានកំពុងឆ្ពោះទៅរកប្រទេសឡាវបន្ទាប់ពីបានបោកបក់នៅព្រឹកថ្ងៃច័ន្ទហើយបានបោកបក់ឡើងនៅរលកខ្ពស់រហូតដល់8ម៉ែត្រនៅពេលដែលវាបានផ្លាស់ទីតាមឆ្នេរសមុទ្រភាគកណ្ដាលភាគខាងជើងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាមបាននិយាយថាក្នុងចំណោមអ្នកបាត់ខ្លួនមានអ្នកនេសាទដែលទូករបស់ពួកគេត្រូវបានរលកនាំទៅឆ្ងាយពីខេត្តខ្វាងជ្រីខណៈដែលទូកនេសាទផ្សេងទៀតបានបាត់ការទាក់ទងបើយោងតាមសារព័ត៌មាន Reuters រដ្ឋាភិបាលវៀតណាមបានជំនះមនុស្សជាង 28,500 នាក់មុនពេលព្យុះទីហ្វុងវាយប្រហារខណៈដែលជាយន្តហោះហោះហើររាប់រយត្រូវបានពន្យាពេលឬលុបចោលដោយការបិទព្រលានយន្តហោះចំនួន4នៅក្នុងខេត្តភាគកណ្ដាលបើតាមរដ្ឋាភិបាលវៀតណាមព្យុះទីហ្វុងប៊ូឡូបានបំផ្លាញផ្ទះជាង 44,000 ខ្នងទឹកជំនន់ដំណាំ 6,000 ហិកតាហើយបានកាត់ផ្ដាច់ការចូលទៅកាន់តំបន់មួយចំនួននាយករដ្ឋមន្ត្រីវៀតណាមលោកផានមីងឈីងបានបញ្ជាឲ្យក្រសួងការពារជាតិនិងសន្តិសុខសាធារណៈបញ្ជូនកងទ័ពនិងប៉ូលីសជាបន្ទាន់ដើម្បីជួយទប់ស្កាត់និងព្យុះភ្លៀងដល់កំណាចមួយនេះរដ្ឋាភិបាលបាននិយាយថាទឹកបានកើនឡើងដល់កម្រិតរកាអាសន្ននៅក្នុងទន្លេនិងអាងស្តុកទឹកក្នុងខេត្តណេអានហាធីងនិងថេងហាវខណៈដែលប្រជាជនក្រុមមើលគ្រួសារក៏ទទួលរងការផ្ដាច់ចរន្តអគ្គិសនីផងដែរ